ឥឡូវនេះមានប្រជាជនថៃច្រើនមែនទែនដែលកំពុងតែផ្អើលទាមទារឲ្យគេរាប់ឆ្នោតម្ដងទៀតដោយសារតែគេរកឃើញភ័ស្តុតាងច្រើនមែនទែនដែលបញ្ជាក់ថាការរាប់ឆ្នោតនេះគឺអត់សុក្រឹតអយុត្តិធម៌វាចាប់ផ្ដើមពីតំបន់មួយដែលជាកន្លែងរាប់ឆ្នោតដែលគេសង្ស័យថារាប់ឆ្នោតអត់ត្រូវឬក៏លំអៀងដែលគេឃើញមានការបន្ថយឬក៏ដំឡើងសម្លេងឆ្នោតដោយចេតនាអញ្ចឹងណាហើយគេរកឃើញរីករាលដាលទៅកន្លែងច្រើនទៀតកន្លែងខ្លះគឺដាក់ថង់ផ្លាស្ទិកពណ៌ខ្មៅដើម្បីបិទកាមេរ៉ាកុំឲ្យឃើញកន្លែងខ្លះទៀតគឺដាក់លេខខុសនៅលើតារាងដោយចេតនាកន្លែងខ្លះទៀតឃើញឯកសារដែលមានសម្លេងឆ្នោតនោះបោះចូលក្នុងធុងសម្រាមហើយឥឡូវកន្លែងដែលធំជាងគេដែលមានគេតវ៉ាច្រើនហ្នឹងគឺនៅជន់បុរីហ្នឹងហើយកំពុងតែផ្អើលមែនតែនចឹងបានប្រជាជនទាមទារឲ្យមានការរាប់ឆ្នោតម្ដងទៀតឬក៏បោះឆ្នោតសារឡើងវិញតែម្ដងទៅដូច្នេះពួកនេះសូម្បីតែវាបោកប្រជាជនខ្លួនឯងក៏វាលាក់អត់ផុតពីខ្សែភ្នែកគេដែរភ័ស្តុតាងឡើងទាំងគោកហ្មងតែនេះគឺជារឿងធម្មតារបស់ប្រទេសហ្នឹងទៅហើយអ្នកទាំងអស់គ្នាមើល SEA Games មើល Miss Universe មើលអីមើលអាហ្នឹងគឺជាចរិតរបស់វាគឺនៅក្នុងឈាមរបស់វាស្រួលគឺគ្រាន់តែជាផ្នែកមួយនៃការសម្ដែងភាពយន្តរបស់វាទៀតទេវានឹងយកពេលវេលានេះដើម្បីពន្យាពេលទៀតទេពន្យាពេលមកជុំទៀតទេយ៉ាប់ហ្មងអាសៀមជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា